นี่คือเชียร์วิดีโอสกรรมភាពខ្លះៗដែលខ្ញុំបាននាំប្រូชิវទៅកាត់ឆុងរាល់ដងខ្ញុំកាត់រាល់តែឆ្នាំហ្មងតែលើកនេះខ្ញុំរួចខ្លួនមួយឆ្នាំឡើងគេហើយវីដេអូនេះគឺខ្ញុំថតកាលពីម្សិលមិញដោយសារតែម្សិលមិញហ្នឹងគឺជាថ្ងៃសៅរ៍ថ្ងៃល្អអញ្ចឹងទៅបងខ្ញុំក៏នាំទៅម្សិលមិញអញ្ចឹងសកម្មភាពរបស់ពួកខ្ញុំដំបូងនេះគឺខ្ញុំជិះមកវត្តដើម្បីធ្វើការប្រឡែងត្រីសិនបន្ទាប់មកបានជិះទៅពហិចិនដើម្បីធ្វើការកាត់ឆុងតាមក្រោយតាមខ្ញុំដឹងនៅពហិចិនហ្នឹងគេបើកកាត់ឆុងចាប់ពីដើមឆ្នាំរហូតដល់ចាប់ចូលឆ្នាំចិនអញ្ចឹងពេលមកដល់ត្រូវរៀបផ្លែឈើនិងกระดาษកាត់ឆុងយកទៅសែនសិនបន្ទាប់មកអុជធូបឲ្យគ្រប់កន្លែងហើយបានយកกระดาษកាត់ឆុងហ្នឹងមកត្រង់ជួរចាំកាត់ឆុងមួយគេមួយឯងនិយាយទៅមនុស្សច្រើនខ្លាំងមែនតើហ្មងដោយសារតែខ្ញុំមិនមែនអ្នកកាត់ឆុងខ្ញុំខ្ជិលត្រង់ជួរហាក្តៅមួយគេខ្ញុំចូលមកក្លុកចកឹះយកហេងយកអីចឹងណាតែចកឹះនេះកុងគ្នាមួយខ្ញុំសាហាវនិយាយទៅខ្ញុំអត់ចេះក្លុកទេក្លុកម៉ានដងហើយមិនដែលបានសោះខ្ញុំឃើញបងខ្ញុំក្លុកអត់មើលខ្ញុំខំធ្វើតាមគាត់ហើយធ្វើមិនក៏វាមិនចេញតាំងពីអត់មើលរហូតដល់អង្គុយមើលហ្មងទៅបើអត់មើលទេធ្វើមិនចេញណាមួយលោកតានៅនឹងគាត់ប្រាប់ថាមើលបានអត់អីទេអញ្ចឹងខ្ញុំក៏អង្គុយមើលហើយក្លុកហ្មងទៅបើមិនអញ្ចឹងទេមួយថ្ងៃហ្នឹងប្រហែលអត់ជ្រុះទេមកទៅតែបើបានជ្រុះវិញជ្រុះឡើងប្រាវពេញក្បាលហ្មងឥឡូវគឺខ្ញុំបានជោគជ័យហើយគឺខ្ញុំបានល្អបង្គួរប៉ុន្តែខ្ញុំក្លុក3ដងណាហើយអា2មុនហ្នឹងគឺវាអត់សូវល្អទេអញ្ចឹងក៏ក្មេងៗនឹងលោកតាឲ្យគាត់ឲ្យខ្ញុំក្លុកម្ដងទៀតតតែបានរៀងល្អគួរសមមិនឲ្យខ្ញុំគិតថាចង់ក្លុកតទៀតតែប៉ុន្តែខ្ញុំគិតថា3ដងនោះបានក្លុកហើយអីហើយហ្នឹងអង្គុយចាំគេមកប្រាវទៀតទ្រាំដល់វេនប្រូឈៀវហ្នឹងចាំ2ម៉ោងទីបំផុតក៏ដល់វេនបងប្អូនខ្ញុំហើយនឹងប្រូឈៀវហើយនិយាយទៅខ្ញុំមក6នាក់ហើយឆុង3នាក់អត់3នាក់អញ្ចឹងរបៀបកាត់ឆុងហ្នឹងខ្ញុំមិនដឹងថាគេធ្វើមិនខ្លះអីទេដឹងថាគាត់ឲ្យធ្វើអីយើងធ្វើនឹងតាមទៅអុជធូបអុជអីចឹងបន្ទាប់មកប្រូវីយើងចាប់ដើមធ្វើការវែកសក់មួយសិនចាមុននឹងកាត់ឆុងនិយាយទៅអាពេលខ្ញុំកាត់ហ្នឹងអត់មានអ្នកថតឲ្យដល់ពេលខ្ញុំចង់ធ្វើវីដេអូកាត់ឆុងហ្នឹងខ្ញុំមានតែមកអង្គុយថតឲ្យគេអញ្ចឹងកន្លែងនេះគឺលោកតាបានកាត់ឆុងយកអាឆ្នាំដែលយើងឆុងហ្នឹងទៅជាមួយលោកតាខ្លះសហើយនាំលៀបនាំជ័យមកឲ្យយើងអីចឹងទៅបន្ទាប់មកយកกระดาษកាត់ឆុងរបស់យើងហ្នឹងយកទៅដុតវាឲ្យសព្វនិយាយទៅនៅលើกระดาษហ្នឹងគឺយើងត្រូវទៅសេឈ្មោះហើយនឹងឆ្នាំរបស់យើងនៅលើហ្នឹងដែរតែកន្លែងហ្នឹងគឺខ្ញុំអត់បានថតទេអញ្ចឹងមើលកាត់តាមហ្នឹងអញ្ចឹងនៅក្នុងវីដេអូនេះគឺខ្ញុំមិនមែនជាអ្នកជឿអីងប់ងល់ទេប៉ុន្តែនៅពេលដែលខ្ញុំដឹងថាឆ្នាំខ្ញុំឆុងឬក៏អត់ល្អអីណាមួយគឺខ្ញុំតែងតែទៅកាត់ឆុងហើយពេលដែលអុជกระดาษសពអស់ហើយយើងក៏មកបំបែកពងទាហ្នឹងដូចនាំរឿងមិនល្អចេញពីយើងឆ្នាំហ្នឹងអញ្ចឹងរួចរាល់ហើយយើងក៏មកយកផ្លែឈើដែលយើងបានដាក់សែនមុនហ្នឹងផ្លែឈើហ្នឹងគឺស្មើនឹងលៀបដែលយើងមកយកលៀបទៅផ្ទះវិញហើយលោកតាក៏បានចងបោះដៃនឹងឲ្យពោហេងឆ្នាំថ្មីដូចគ្នាហើយក៏គាត់បានឲ្យយ័ន្តមួយដែរនិយាយទៅខ្ញុំមិនមែនកូនចិនទេខ្ញុំអានចិនអត់ដាច់ទេបើសួរខ្ញុំចេះចិនអត់ខ្ញុំអត់ចេះទេគ្រាន់តែប៉ាខ្ញុំកាត់អីតិចតួចបន្ទាប់មកទៀតលោកតាក៏ឲ្យយើងយកលៀបរបស់យើងហ្នឹងទៅសុំពីលោកតា Footer ហើយពិធីកាត់ឆុងរបស់យើងក៏ចប់ត្រឹមហ្នឹងអញ្ចឹងសរុបមកវិញវីដេអូនេះមិនមែនជាការជឿងប់ងល់អីទេប៉ុន្តែនៅពេលដែលយើងធ្វើអីហើយយើងមានក្តីសុខផ្លូវចិត្តយើងធ្វើចុះអានេះរបៀបថាយើងការពារប្រសើរជាងព្យាបាលព្រោះអីរឿងទៅមុខយើងមើលអត់ឃើញទេអញ្ចឹងរឿងអីដែលយើងអាចធ្វើបានយើងធ្វើទៅឲ្យតែខ្ញុំដឹងថាឆ្នាំខ្ញុំឆុងអីដែលខ្ញុំត្រូវធ្វើគឺមកកាត់ឆុងនៅពហិចិនហើយនឹងឲ្យម៉ាក់ខ្ញុំស្រោចទឹកឲ្យព្រោះអីពោពីអ្នកមានគុណណាក៏ជាពោដែលស័ក្តិសិទ្ធិដែរប៉ុន្តែពួកខ្ញុំគឺធ្វើទាំងអស់ទាំងការកាត់ឆុងនិងការស្រោចទឹកពីម៉ាក់និងស្រោចទឹកនៅវត្តអីគឺខ្ញុំធ្វើទាំងអស់ហ្មងអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងឯងអរគុណអ្នកទាំងអស់គ្នាដែលតាមដានវីដេអូនេះដល់ចប់